Ngàyនេះha hiện ពិសេសបន្តិចហើយហើយកុំភ្លេចមើលវីដេអូនេះដល់ចប់ផងឥឡូវនេះគឺខ្ញុំបានមកលេងផ្ទះបងស្រីហើយក៏បានកំងគាត់ឲ្យធ្វើម្ហូបមួយដែរហើយពួកខ្ញុំជុំគ្នាញ៉ាំអីនៅជាន់លឿនអ្នកទាំងអស់គ្នាដោយសារនៅលឿននេះគឺ view វាស្អាតហើយ fresh តែម្ដងនិយាយរួមគឺខ្ញុំមកក្រោយគេហើយពួកគាត់ក៏បានត្រៀមរបស់ញ៉ាំម្ហូបនំដែលជាច្រើនខ្លាំងមែនទែននំច្រើនណាស់គ្នាអូនេះហើយខាងណាគ្នាហើយយើងមានអូកាឥឡូវយើងទៅធ្វើម្ហូបអស់គ្នាមួយបងនេះមេចុងភៅញ៉ាំមកពួកខ្ញុំមកលេងនេះបាន2ដងដែរអ្នកទាំងអស់គ្នាហើយលើកទី1មកខុកណាត់បងផុសហើយលើកនេះគឺយើងមកធ្វើអីញ៉ាំជុំគ្នាគ្រួសារខ្ញុំក៏អីត្រឹមត្រូវគាត់អត់ចេះអង្គុយទេគាត់អង្គុយលើកន្លែងយើងលេងចានអ្នកទាំងអស់គ្នាហើយឥឡូវនេះក៏ដល់វគ្គដែលយើងត្រូវ start ធ្វើម្ហូបដែរហើយម្ហូបដែលពួកយើងធ្វើនេះគឺគ្រឿងសមុទ្រក្លុកអ្នកទាំងអស់គ្នានិយាយទៅមួយរយៈខ្ញុំឃើញគេ training ខ្លាំងមែនតើដល់ពេលហើយបានជុំមួយបងស្រីហើយឲ្យគាត់ជួយធ្វើឲ្យរៀនពីគាត់ថែមទៀតអ្នកទាំងអស់គ្នាតាមពិតទៅសាច់រៀនគ្មានបានប្រមាណទេហើយជួយចូលធ្វើនឹងចូលបានមួយផ្លែទៀតអ្នកគ្នារត់ចោលចក្រានបាត់ហើយខ្ញុំភ្លេចរៀបរាប់ថាតើយើងត្រូវដាក់គ្រឿងខឹកអីខ្លះចឹងអ្នកគ្នាប៉ុន្តែអាចមើលនៅក្នុងវីដេអូនេះបានគឺគ្រឿងងាយស្រួលរកទេអ្នកគ្នាអាចមើលវីដេអូនេះបានដល់ចប់ទៅហើយដល់វគ្គនេះដែលយើងត្រូវដាក់មីចូលអ្នកគ្នាដោយសារគ្រឿងសមុទ្រក្លុកគឺយើងត្រូវអេដមីចូលដែរចឹងណាហើយឥឡូវនេះគឺម្ហូបយើងឆ្អិនហើយដល់វគ្គដែលយើងត្រូវញ៉ាំហើយទាំងអស់គ្នាក្បាលវីដេអូដែលពួកខ្ញុំបានប្រាប់ថាថ្ងៃនេះរៀងពិសេសបន្តិចហើយគឺមានន័យថាថ្ងៃនេះគឺជាថ្ងៃ anniversary មួយឆ្នាំនៃការរៀបការរបស់ពួកខ្ញុំទាំងពីរហើយពួកយើងក៏អត់មាន plan ទៅណា celebrate អីធំដុំដែរគឺយើងបានសម្រេចចិត្តថាមកញ៉ាំអីជុំគ្នាជាមួយនឹងបងហើយណាមួយខានញ៉ាំអីជុំគ្នាផងដែររៀប plan ញ៉ាំអីភ្លាមៗមួយគ្នាហ្មងហើយកាន់តែពិសេសហ្នឹងគឺគ្រឿងសមុទ្រក្លុកយើងឆ្ងាញ់មែនតើអ្នកគ្នានិយាយទៅពួកខ្ញុំញ៉ាំឡើងហល់តែម្ដងហើយពួកយើងក៏នៅនិយាយគ្នារហូតដល់រៀងយប់បាននាំគ្នាមកផ្ទះវិញចឹងហើយវីដេអូរបស់ពួកយើងគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ